អាឡីគឺប្រេងដែលខ្ញុំចូលតាំងពីប្រាប់បងប្អូនមុនដែលខ្ញុំធ្វើវីដេអូហ្នឹងឥឡូវចំណេញបានច្រើនគួរសមវិញហើយខ្ញុំដាច់អស់2 3ហើយដែលខ្ញុំបិទឃើញកុំឲ្យវាខាតជាមួយ account fan ខ្ញុំច្រើនពេកអញ្ចឹងខ្ញុំក៏បិទទៅហើយក៏នៅសល់តែ4ហ្នឹងអា0.3ខាងក្រោមនេះខ្ញុំទៅតែចូលថ្ងៃមិញវិញមួយវិញទេឥឡូវខ្ញុំចូលជាប់ hold ជាមួយ BTC នេះដែរហើយខ្ញុំក៏បានសម្រេចចិត្តបិទហើយដោយសារលោកគ្រូគាត់ប្រាប់ថាឲ្យបិទ account នេះគឺ account fan ដែលអាចដកលុយបានណាអញ្ចឹងខ្ញុំមិញ1000ជាងឥឡូវនៅសល់900ជាងហើយខ្ញុំទុកធ្វើវីដេអូសម្រាប់ថតបង្ហាញបងប្អូនពីការបិទជាមួយនឹងប្រេងរបស់ខ្ញុំសិនចិត្តខ្ញុំចង់លោបបន្តិចចង់ទុកប្រេងឲ្យឡើង high all time high ម្ដងទៀតប៉ុន្តែឥឡូវយើងសម្រេចចិត្តបិទសិនហើយយើង trade តិចតិចឲ្យគ្រប់ដល់ថ្ងៃគឺយើងដកលុយមួយសាសិនទោះជាបានថា1000ជាងក៏ដោយតែយើងដកមួយសាសិនមកយើងបានលុយថ្លៃប្រឡងយើងវិញទៀតអាថ្លៃដែលយើងប្រឡងខ្ញុំប្រឡងនោះដាក់ចូលនោះ$600ជាង€500ជាងអញ្ចឹងឥឡូវនេះគឺយើងបិទទៅយើង trade តិចតិចទៅដល់ថ្ងៃដូចជាត្រឹម10ថ្ងៃឯជាងទៀតទេខ្ញុំអាចដកលុយបានហើយខ្ញុំមានជាមួយនឹងបានលិខិតមួយសម្រាប់បញ្ជាក់ថាខ្ញុំដកលុយបានហើយអញ្ចឹងខ្ញុំអាចដកបានខ្ទង់ប្រហែលជា1000ជាងឬក៏ក្រោម1000តិចតួចហើយនឹងជាមួយនឹងលុយដែលខ្ញុំប្រឡងនៅក្នុងពេលដំបូងអញ្ចឹងឥឡូវខ្ញុំ close all ហើយនេះមិនខៀវកន្លែងតែធ្វើវីដេអូឥឡូវក្រហមហើយឥឡូវខ្ញុំបិទទាំងអស់ហើយគ្រូគាត់ណែនាំឲ្យបិទអីដើម្បីយើងដកលុយសិនកុំឲ្យខាតយើងអត់បានអាលុយប្រឡងយើងនោះវា600ជាងដែរអញ្ចឹងនេះថ្ងៃហ្នឹងដែលខ្ញុំចូលខាងលើគឺជាមួយនឹងsilver ហើយនឹងលុយអង់គ្លេសជាមួយនឹងលុយកាណាដាហើយខាងក្រោមនេះគឺប្រេងសុទ្ធមកថ្ងៃហ្នឹងគឺយើងបាន profit 1000ជាងដែលដកពីម្សិលមិញហ្នឹងវាដកខ្លះអញ្ចឹងយើងបានសរុបទៅគឺ10900ហើយអញ្ចឹងខ្ញុំនឹងលេងតិចតិចទៀតទេសម្រាប់ដកលុយអញ្ចឹងនៅពេលដែលដកលុយខ្ញុំនឹងធ្វើបង្ហាញវីដេអូបង្ហាញទៀតហើយនឹងពេលដែលខ្ញុំបានជា plan ហ្នឹងខ្ញុំនឹង print មកមួយទៀតជារសជាតិដំបូងហ្មងដែលយើងដកលុយពី account STMO បានតែ900ដែលយើងអត់ហ៊ានលោបទៅដល់ខ្លាំងអញ្ចឹងពេលដកម្ដងហើយចាំលើកក្រោយលេងសាយរៀងធំតិចហើយលេងបិទឲ្យត្រូវ hold អានេះខ្ញុំចង់ hold តែអត់បាន hold ឥឡូវខ្ញុំទៅ hold នៅ account មួយទៀតរបស់ខ្ញុំដែលនៅក្នុង step 2អញ្ចឹង step 2ហ្នឹងបើសិនជា hold ទៅវាឡើងដូចអ្វីដែលខ្ញុំគិតខ្ញុំអាចនឹងចំណេញជាមួយនឹងមួយទៀតគឺខ្ញុំអាចបាន account fan មួយទៀតហើយមានបងប្អូនសួរច្រើនអំពីការទិញប្រឡងហ្នឹងចាំខ្ញុំធ្វើវីដេអូបញ្យល់បងប្អូនខ្លះហើយបើសិនជាខ្ញុំទិញពេលក្រោយខ្ញុំនឹងធ្វើវីដេអូរបៀបទិញបង្ហាញបងប្អូនតែម្ដងនេះគឺ account របស់ខ្ញុំឃើញ 100k STMO account swing មិនមែនជា challenge account មិនមែនជា verify account ទេគឺ account តែម្ដងបានន័យថានេះគឺយើង trade លុយប៉ិតហើយយើងចំណេញគឺយើងដកលុយបានមិនមែននៅក្នុងដំណាក់កាលប្រឡងទៀតទេ